ប្រធានប្រសិទ្ធិនៃកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានប្រកាសថាការអត់ធ្មត់បានលើស24ម៉ោងហើយដើម្បីគោរពនៅបទឈប់បាញ់និងត្រូវការពេលវេលាដើម្បីជំនះប្រជាជនចេញពីតំបន់សុវត្ថិភាពពេលនេះកម្ពុជាត្រូវបង្ខំចិត្តវាយទប់ទល់ការពារទឹកដីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិនៃកម្ពុជានៅព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025នេះបានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចជាមួយនឹងខ្លឹមសារទាំងស្រុងថាក្រោយការអត់ធ្មត់លើស24ម៉ោងដើម្បីគោរពនៅបទឈប់បាញ់និងត្រូវការពេលវេលាដើម្បីជំនះប្រជាជនចេញពីតំបន់សុវត្ថិភាពល្ងាចមិញយើងបានតបតបន្ថែមដោយយប់មិញនិងព្រឹកនេះតាមនាយករដ្ឋមន្ត្រីថៃអនុทิនបានប្រកាសថានឹងប្រើកម្លាំងវាយបក11ចំណុចដែលយើងមិនច្បាស់ថា11ចំណុចនោះនៅកន្លែងណាខ្លះដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាចូលយើងការពារទឹកដីយើងដោយមានលេនដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទូលលេនដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ាន់ដៃដែរស្ថានភាពនេះផ្ដល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់សម្រាប់មេតបថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងសម្ដីលោកមេតបខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះទៅទៀតយើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេចុងក្រោយខ្ញុំកំពុងមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទយើងថាលំមសង្គ្រាមពេលយើងអត់ធ្មត់គោរពបាត់ឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទថាយើងខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាពពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង